ជម្រាបសួរទាំងអស់គ្នាខ្ញុំឈ្មោះកាលយ៉ានហើយគេហៅខ្ញុំណៃហើយខ្ញុំជឿព្រះអង្គតាំងពីឆ្នាំ1979ចាប៉ុន្តែពីមុនជឿព្រះអង្គហ្នឹងខ្ញុំចូលចិត្តអានខិត្តប័ណ្ណហើយប៉ុន្តែព្រះមានប្រសាទអត់សន្ធិដ្ឋលើខ្ញុំឯប៉ុន្តែនៅឆ្នាំ79ហ្នឹងខ្ញុំនៅសម័យប៉ុលពតហ្នឹងគេធ្វើបាបតាមស្លាប់ប៉ុន្តែអរគុណដល់ព្រះអង្គពេលដែលគេធ្វើបាបយើងគេតាមស្លាប់យើងហ្នឹងខ្ញុំបានវាវនាវដល់ព្រះដែលបង្កបង្កើតផ្ទៃមេឃថ្ងៃខែផ្កាយបង្កើតភ្នំដែលនៅជុំវិញខ្ញុំហ្នឹងឲ្យព្រះអង្គថែសារការពារខ្ញុំហើយនៅពេលដល់ឆ្នាំ79ខ្ញុំរត់ចេញពីស្រុកខ្មែរមកតាមព្រំដែនហើយគេច្បាំងគ្នានៅគោកខ្ជូងហ្នឹងហើយពេលហ្នឹងឯងខ្ញុំមានទងន់កូនទី2អាយុ6ខែក្នុងពោះហើយខ្ញុំធ្លាក់ខ្លួនឈឺដោយសារដួលច្រើនហើយដោយសារពេលហ្នឹងបែកម្ដាយខ្ញុំហើយនឹងប្អូនប្រុសខ្ញុំហើយយើងរងចាំគេតែអញ្ចឹងទៅយើងរត់ក្រោយគេអញ្ចឹងយើងមានគ្រោះថ្នាក់ទៅគេយកខ្ញុំមកដល់ខៃដាងពេលខ្ញុំដល់ខៃដាងលោកគ្រូកងវិលគាត់បាននិយាយថាកាលដំបងព្រះបានបង្កើតសពសារពើទាំងអស់បន្ទាប់មកព្រះអង្គបង្កើតមនុស្សហើយពេលហ្នឹងខ្ញុំថាអូខ្ញុំចង់ស្គាល់ព្រះហ្នឹងហើយចឹងបានខ្ញុំស្គាល់ព្រះយេស៊ូវគ្រីស្ទហើយខ្ញុំស្គាល់ព្រះអង្គទទួលស្គាល់ព្រះអង្គពីឆ្នាំ1979បាទជីវិតខ្ញុំមុនពេលដែលមកដល់សហរដ្ឋអាមេរិកហ្នឹងខ្ញុំសូមប្រំថាបើសិនជាព្រះអង្គឲ្យខ្ញុំមកដល់ដីសន្យាហើយនឹងមានសិទ្ធិសេរីភាពហើយខ្ញុំស្រីមេម៉ាយកូន2កាលហ្នឹងខ្ញុំអាយុ27ឆ្នាំខ្ញុំមកដល់សហរដ្ឋអាមេរិកខ្ញុំរស់នៅជាង40ឆ្នាំហើយមានបងប្អូនប្រុសស្រីហ្នឹង7នាក់ហើយម្ដាយចាស់មួយទាំងអស់គ្នា10នាក់នៅក្នុងផ្ទះប៉ុន្តែអរគុណដល់ព្រះអង្គនៅពេលដែលខ្ញុំវល់ព្រះអង្គថាបើខ្ញុំមកដល់សហរដ្ឋអាមេរិកហ្នឹងមានសាលារៀនឲ្យកូនរៀនមានម្ហូបទទួលទានមានកន្លែងមានផ្ទះនៅហ្នឹងខ្ញុំនឹងបម្រើព្រះអង្គអស់មួយជីវិតហើយព្រះអង្គល្អរាល់ដងខ្ញុំតែងតែសូមឲ្យព្រះអង្គជួយរំលឹកខ្ញុំឲ្យខ្ញុំសន្យាមួយព្រះអង្គហើយព្រះល្អព្រះអង្គប្រើខ្ញុំឲ្យធ្វើដំណើរពីឆ្នាំ90ហ្នឹងខ្ញុំធ្វើការងារព្រះអង្គនៅស្រុកថៃហើយជាមួយជនភៀសខ្លួនបន្ទាប់ទៅខ្ញុំចូលទៅស្រុកខ្មែរឆ្នាំ90ហ្នឹងដែរហើយរហូត30ឆ្នាំរហូតដល់ឆ្នាំ2020ហើយខ្ញុំបម្រើការងារព្រះអង្គពីឆ្នាំ90ដល់2020ហ្នឹងតាំងពីស្រុកខ្មែររហូតដល់អាហ្វ្រិកាហើយព្រោះខ្ញុំជាជនភៀសខ្លួនហើយព្រះអង្គប្រើខ្ញុំឲ្យទៅបម្រើជនភៀសខ្លួននៅគ្រប់ប្រទេសដែលខ្ញុំទៅចាខ្ញុំទៅជាង30ប្រទេសចុងក្រោយខ្ញុំបានទៅប្រទេសអេស៊ីបហើយនឹងប្រទេសទូនីស្សាហើយខ្ញុំមកដល់ផ្ទះហើយខ្ញុំធ្លាក់ពីលើតបូលផ្ទះ33 feet ហើយជាង10ម៉ែត្រហ្នឹងខ្ញុំបាក់ឆ្អឹងជាង20ប៉ុន្តែដោយសារព្រះអង្គដែលឲ្យខ្ញុំរស់នៅហើយសប្តាហ៍ថ្ងៃខ្ញុំខ្វិនដែលខ្ញុំត្រូវស្ពឹកពីចុងដង្ហើមរហូតដល់ក្រោមហើយមិនដែលមានអ្នកណាថាខ្ញុំអាចរស់នៅបានទេប៉ុន្តែព្រះទុកឲ្យខ្ញុំរស់នៅដើម្បីថ្ងៃនេះខ្ញុំធ្វើទីបន្ទាល់ពីព្រះដែលមានបច្ចេស្តាពីព្រះដែលប្រោសខ្ញុំឲ្យបានជាពីព្រះដែលកំសាន្តចិត្តពីព្រះដែលផ្គត់ផ្គង់ហើយពីព្រះដែលជួយដោះទុកយើងចាព្រោះនៅក្នុងព្រះគម្ពីរអេសាយជំពូក40ខ31បាននិយាយថាតែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញនោះនឹងមានកម្លាំងចម្រើនជានិច្ចគេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រីគេនឹងរត់ទៅឥតដែលហត់ហើយដើរទៅឥតដែលល្វើយឡើយខ្ញុំគ្រាន់តែជម្រាបបងប្អូនថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះព្រះនាមព្រះយេស៊ូវនៅក្នុងពីម៉ាថាយបានមានន័យថាព្រះអង្គគឺជាព្រះសង្គ្រោះរាជទ្រង់ឲ្យរួចពីបាបនៅពីយូហានចំពុក3ខ16ថាអ្នកណាបិទព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះពុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះអង្គនោះនឹងបានសង្គ្រោះចាអ្នកណាដែលអំពាវនាវដល់ព្រះយេស៊ូវគ្រីស្ទគេនឹងបានសង្គ្រោះចាគេនឹងទៅឋានសួគ៌ដូច្នេះជីវិតរបស់ផងខ្ញុំមានជ្រើសការជ្រើសរើសថ្ងៃទី1ខ្ញុំជ្រើសរើសរកឋានសួគ៌ទៅឋានសួគ៌គឺដោយសារព្រះយេស៊ូវគ្រីស្ទមួយប៉ុណ្ណឹងឯងសាសនាទាំងអស់ដាស់តឿនយើងប៉ុន្តែมันអាចសន្យាសេចក្តីសង្គ្រោះបានទេមានព្រះយេស៊ូវមួយសេចក្តីសង្គ្រោះហើយព្រះអង្គមិនមែនតែគ្រាន់ស្រឡាញ់យើងសង្គ្រោះយើងទេប៉ុន្តែព្រះអង្គបានជួយយើងព្រះអង្គជាព្រះដោះទុក្ខចាព្រះអង្គជាព្រះដែលពេលយើងមានទុក្ខព្រះអង្គថាព្រះអង្គនឹងជួយកំណត់យើងព្រះពីអេសាយ
ជាពូ9ខ6ថាព្រះអង្គនឹងជួយដោះទុកយើងព្រះអង្គជាប្រវោបិតាដែលនៅអាកាសជានិច្ចព្រះអង្គជាព្រះនៃសេចក្តីសុខសាន្តដូច្នេះបើយើងមានព្រះនៅឋានសួគ៌រាប់យើងដែលទទួលស្គាល់ព្រះអង្គជាប្រវោបិតានោះយើងមានសង្ឃឹមអញ្ចឹងហើយអ្នកណាដែលមានសង្ឃឹមដល់ត្រង់នោះគេមានកម្លាំងខ្ញុំខ្វិនមែនប៉ុន្តែខ្ញុំមានកម្លាំងដោយសារព្រះអង្គជាបាលខ្ញុំឲ្យជាខ្ញុំឈឺខ្ញុំដេកនៅពេទ្យរយៈពេល76ឆ្នាំហើយអរគុណដល់ព្រះអង្គសប្តាហ៍ថ្ងៃខ្ញុំអាចធ្វើអីខ្លួនឯងខ្ញុំអាចធ្វើអីខ្លួនឯងបានច្រើនខ្ញុំអាចទៅហែលទឹកនោះដោយសារព្រះអង្គឲ្យខ្ញុំព្រោះខ្ញុំមានសង្ឃឹមថាថ្ងៃណាមួយព្រះអង្គនឹងប្រោសខ្ញុំឲ្យជាហើយខ្ញុំនឹងអាចដើរបាននេះជាសេចក្តីសង្ឃឹមរបស់អ្នកគ្រីស្ទានព្រោះគេសង្ឃឹមបើព្រះអង្គមិនជួយខ្ញុំឲ្យដើរបានទេក៏អត់អីដែរព្រោះនៅកាពីរ៉ូមលោកប៉ូលបានសរសេរកាពីរ៉ូមចំពោះ8ខចំពោះ8ខ18បាននិយាយថាអ្វីដែលកើតឡើងដល់ជីវិតខ្ញុំនៅលោកីនេះមិនស្មើនឹងសេរីល្អដែលខ្ញុំត្រូវទទួលនៅឋានសួគ៌ទេព្រោះឋានសួគ៌បានព្រះគម្ពីរវិវរណៈចំពោះ21បានប្រាប់ខ4បានប្រាប់យើងថានៅទីនោះអត់មានទឹកភ្នែកទៀតទេនៅទីនោះអត់មានការព្រាត់ប្រាសទៀតទេនៅទីនោះអត់មានការឈឺចាប់ទៀតទេហើយខ្ញុំរូបកាយខ្ញុំនឹងក្លាយទៅជារូបកាយដែលអត់ចេះពុករលួយព្រោះពេលដែលព្រះអង្គអ្នកពុទ្ធជីវិតសង្ឃឹមរបស់អ្នកគ្រីស្ទានគឺគេមានសង្ឃឹមពីរបើសិនជាគេស្លាប់ទៅមួយប្រព្រឹត្តភ្នែកមួយវិនាទីគេនឹងទៅរស់នៅឋានសួគ៌ជាមួយនឹងព្រះយេស៊ូវបើគេអត់ទាន់ស្លាប់ទេព្រះអង្គយាងមកលើកទី2ព្រះអង្គសានឹងយាងមកលើកទី2នឹងលើកយើងឡើងទៅរូបកាយយើងនឹងប្រែផ្លាស់ជារូបកាយដែលមិនចេះពុករលួយដូច្នេះយើងមានសង្ឃឹមជានិច្ចយើងមិនមែនជាអ្នកដែលត្រូវបដាសាទេយើងមិនមែនជាអ្នកដែលត្រូវបញ្ជូនចូលទៅក្នុងបឹងភ្លើងទេចូលទៅឋាននរកទេយើងជារាជរបស់ព្រះអង្គព្រះអង្គថាយើងជារាជរបស់ព្រះអង្គយើងជាកូនស្ងួនគ្នារបស់ព្រះអង្គចឹងព្រះយេស៊ូវព្រះអង្គមិនគ្រាន់តែជាឪពុករបស់យើងទេព្រះអង្គថាខ្ញុំជាអ្នកគង្វាលរបស់អ្នកឯងចាព្រះអង្គខ្វៀលយើងព្រះអង្គថាខ្ញុំជាអ្នកដែលផ្គត់ផ្គង់អ្នកឯងខ្ញុំនឹងនាំអ្នកឯងទៅទឹកដែលហូរគ្រឿនហើយព្រះអង្គនឹងរៀបចំតុឲ្យខ្ញុំចានេះជាព្រះបន្ទូលសន្យាផងព្រះអង្គពេលណាខ្ញុំឈឺខ្ញុំនឹកចាំពីព្រះបន្ទូលព្រះអង្គថាព្រះអង្គគឺជាគ្រូពេទ្យដ៏ចំណានព្រះអង្គមានព្រះបន្ទូលថាព្រះអង្គអសុខចិត្តឲ្យគេវាយដំអង្គទ្រង់ហើយការវាយដំស្នាមជាំរបស់អង្គទ្រង់នឹងឯងដែលប្រោសខ្ញុំឲ្យបានជាព្រះអង្គពីបានប្រាប់យើងថាបើព្រះអង្គនឹងផ្ញើពាក្យព្រះអង្គទៅឲ្យព្រះអង្គប្រោសឲ្យបានជាដូច្នេះជីវិតខ្ញុំគ្មានណាថាខ្ញុំរស់ទេប៉ុន្តែព្រះអង្គប្រោសខ្ញុំបានជាដូច្នេះខ្ញុំខ្វិនតែរូបកាយមែនប៉ុន្តែព្រលឹងវិញ្ញាណខ្ញុំអត់ខ្វិនទេព្រោះខ្ញុំមានព្រះដែលស្រឡាញ់ខ្ញុំមានព្រះដែលកំសាន្តចិត្តខ្ញុំមានព្រះដែលផ្គត់ផ្គង់គ្រប់ទាំងសេចក្តីត្រូវការហើយព្រះអង្គជាព្រះដែលជ្រាបតែលឺមុនពាក្យដែលខ្ញុំទូលវល់ព្រះអង្គរាល់ថ្ងៃខ្ញុំមានអ្នកដែលគេមកមើលខ្ញុំមកយើងថាខ្ញុំពិបាកចិត្តដោយសារការគំរោះគំរើយផងការគេរករឿងយើងគេធ្វើបាបយើងខ្ញុំចេះតែអង្វរព្រះអង្គខ្ញុំអត់មាននិយាយឲ្យដែរឲ្យគេលឺទេខ្ញុំអង្វរព្រះអង្គថាសូមឲ្យព្រះអង្គនិយាយរកគាត់សូមព្រះអង្គដាស់តឿនគាត់ឲ្យគាត់បានស្រឡាញ់កូនហើយដល់ពេលថ្ងៃមួយនោះគាត់ព្រោះដងមានមីងម្នាក់គាត់នៅជាមួយខ្ញុំឲ្យគាត់រៀបចំបាយខ្ញុំឲ្យស្រុកខ្ញុំនេះខែក្តៅម៉ោង4ភ្លឺថ្ងៃរះហើយម៉ោង10យប់ថ្ងៃអត់ទាន់លិចទេចាដូច្នេះគាត់ធ្វើចការនៅខាងក្រៅហើយប្រឡោះពេលហ្នឹងហើយដល់ពេលគាត់ម៉ោង6គាត់អត់ចូលមកផ្ទះទេដល់ថ្ងៃលិចបានគាត់ចូលមកផ្ទះអញ្ចឹងគាត់ភ្លេចរៀបបាយខ្ញុំញ៉ាំហើយថ្ងៃហ្នឹងខ្ញុំគេងនៅលើគ្រែខ្ញុំអត់អាចងើបខ្លួនឯងបានទេឥឡូវនេះខ្ញុំអាចងើបខ្លួនឯងប៉ុន្តែកាលហ្នឹងខ្ញុំថាអូព្រះអង្គអើយសូមព្រះអង្គជួយរំលឹកដល់ងិនផងកូនអត់ហ៊ាននិយាយប្រាប់គាត់ទេខ្លាចគាត់ខឹងខ្លាចគាត់រករឿងគាត់ចង់វាយតប់ព្រះអង្គអើយសូមព្រះអង្គនិយាយប្រាប់គាត់ទៅថាបើសិននេះពេលម៉ោង6ហ្នឹងគាត់មករៀបបាយឲ្យកូនទទួលទានកុំឲ្យកូនឃ្លានព្រោះកូនឃ្លានខ្ញុំនិយាយហ្នឹងមិនដែរខ្ញុំអត់មាននិយាយលឺទេអត់មានណានៅក្នុងផ្ទះទេនៅតែខ្ញុំម្នាក់ឯងខ្ញុំនិយាយនៅក្នុងខួរក្បាលខ្ញុំដល់ព្រលឹមឡើងងិនគាត់មកលើកខ្ញុំដាក់ទៅលើកថាឲ្យគាត់ថាបងយប់មិញព្រះអង្គនិយាយរកខ្ញុំថានិយាយរឿងអីហើយគាត់ថាអូព្រះអង្គថាងិនណាងិនឯងពេលល្ងាចឡើងទៅរៀបបាយនឹងណៃញ៉ាំទៅគាត់ព្រោះកុំឲ្យគាត់តន្ទឹងជ្រងចាំមុនឯងនាងឯងហើយនាងឯងធ្វើអីធ្វើទៅខ្ញុំគ្រាន់លឺអញ្ចឹងខ្ញុំយំហ៊ូខ្ញុំថាអូព្រះខ្ញុំស្រឡាញ់ខ្ញុំព្រះខ្ញុំលឺពាក្យខ្ញុំនិយាយព្រោះព្រះអង្គនិយាយថាមុនដែលកំណត់មុនដែលពាក្យសម្ដីនៅបេមាត់ខ្ញុំណាព្រះអង្គជ្រាបហើយអញ្ចឹងព្រះអង្គជ្រាបហើយអញ្ចឹងជាមួយអ្នកថ្មីជនជាតិស្ប៉ានីសហើយខ្ញុំនិយាយប្រាប់ព្រះអង្គថាព្រះអង្គអើយជួយគាត់ផងកំសាន្តចិត្តគាត់មានរឿងរ៉ាវច្រើននៅក្នុងគ្រួសារគាត់ហើយពេលគាត់មកម្ដងគាត់នាំរឿងរ៉ាវគាត់មកហើយកូនពិបាកចិត្តសម្រាប់គាត់ហើយកូន
តិចខ្ទាំឲ្យធុញទ្រាន់ខ្ញុំប្រាប់ព្រះអង្គចឹងថាសូមព្រះអង្គនិយាយរកគាត់កុំឲ្យគាត់និយាយច្រើនពេកកុំឲ្យគាត់ឬមានរឿងរ៉ាវច្រើនពេកហើយខ្ញុំចេះសុំវល់ព្រះអង្គឲ្យព្រះអង្គប្រទានពរឲ្យគាត់ហើយក្រោយទៅស្រាប់តែគាត់មកដល់គាត់ថាអូពេលដែលគាត់មានរឿងរ៉ាវនៅផ្ទះហ្នឹងពេលចូលមកដល់កន្លែងហ្នឹងគាត់ឈប់គាត់អត់រករឿងគាត់និយាយប្រាប់អូនសេទៅថ្ងៃហ្នឹងដែរមែនទេចានេះជាកន្លែងដែលគាត់មកគាត់អានសេចក្តីសុខចានេះជាពពើផងព្រះអង្គពេលដែលហើយថ្ងៃមួយគាត់ថាអ្នកឯងមិនបាច់រកនិយាយរកខ្ញុំក៏បានដែរប៉ុន្តែព្រះនិយាយរកខ្ញុំពីគណិតអ្នកឯងចារដូចអរប្រគុណដល់ព្រះអង្គហើយព្រះអង្គជ្រាបដូចរាល់ថ្ងៃខ្ញុំជាគិតថាអូពេលខ្ញុំទៅហែលទឹកខ្ញុំចង់ស្លៀកពាក់ខោនេះឬក៏អាវទៅហែលទឹកណាហើយដឹងមិនទេគាត់យកខោអាវហ្នឹងដែលខ្ញុំគិតនៅក្នុងខួរក្បាលខ្ញុំថានេះចឹងដូចព្រះអង្គប្រាប់ឲ្យគាត់ថានេះឯងយកខោអាវនេះឲ្យនាងនឹងស្លៀកចាហើយនេះជាព្រះដែលស្រឡាញ់ខ្ញុំហើយព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលជ្រាបពីគណិតយើងពាក្យសម្ដីមិនទាន់បីមាត់ព្រះអង្គជ្រាបដូច្នេះអ្វីដែលយើងគិតព្រះអង្គជ្រាបរួចហើយចាបើយើងហើយខ្ញុំរាល់ថ្ងៃខ្ញុំសូមព្រះអង្គថាទោះជាសេចក្តីវេទនាក្របបាំងខ្ញុំយ៉ាងម៉េចក៏ដោយសូមឲ្យខ្ញុំបាននៅភ្ជាប់ជាមួយនឹងព្រះអង្គសូមព្រះអង្គកាន់ដៃខ្ញុំបីត្រោខ្ញុំហើយកំសាន្តចិត្តខ្ញុំឲ្យខ្ញុំបានរស់ពីមួយថ្ងៃទៅមួយថ្ងៃស្រាប់ថ្វាយសេរីល្អផងព្រះអង្គអញ្ចឹងខ្ញុំហ៊ានអួតមិនមែនឃើញខ្លួនខ្ញុំទេប៉ុន្តែខ្ញុំអួតពីព្រះយេស៊ូវគ្រីស្ទដែលស្រឡាញ់ខ្ញុំអួតពីព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គនឹងមិនគ្រាន់តែប្រទានពរឲ្យខ្ញុំបានសេចក្តីសុខសាន្តនៅក្នុងចិត្តនៅលោកីយ៍នេះទេប៉ុន្តែខ្ញុំនឹងមានសេចក្តីសង្ឃឹមថ្មីដែលខ្ញុំជាកូនស្ងួនគ្នាផងព្រះអង្គហើយខ្ញុំជាអ្នកដែលព្រះអង្គស្រឡាញ់ហើយព្រះអង្គនឹងឲ្យខ្ញុំទៅរស់នៅនគរឋានសួគ៌ដែលអស់កលជានិច្ចចាដូច្នេះឋានសួគ៌មានយើងជាមនុស្សយើងអាចជ្រើសរើសឋានសួគ៌បានអញ្ចឹងឋានសួគ៌ខ្ញុំរើសឋានសួគ៌ដោយសារខ្ញុំបើរើសនៅឋានសួគ៌ទាល់តែទៅតាមព្រះយេស៊ូវគ្រីស្ទទាល់តែយាងព្រះអង្គមកជាម្ចាស់លើចិត្តយើងយាងព្រះអង្គឲ្យគ្រប់គ្រងលើជីវិតយើងចាដើម្បីឲ្យយើងបានទៅឋានសួគ៌ព្រោះព្រះពីបាននិយាយថាអ្នកណាដែលមិនស្រឡាញ់ព្រះយេស៊ូវគ្រីស្ទអ្នកនោះនឹងត្រូវប្រហាសាហើយត្រឹមត្រូវពេលដែលព្រះអង្គយាងមកលើកទី1ព្រះអង្គយាងមកប្រសូតជាមនុស្សព្រះអង្គរស់នៅជាមនុស្ស100%ព្រះ100%ព្រះអង្គរស់នៅជាមួយយើងព្រះអង្គស្រឡាញ់យើងព្រះអង្គផ្គត់ផ្គង់ព្រះអង្គព្យាបាលព្រះអង្គកំសាន្តចិត្តព្រះអង្គជួយដោះស្រាយបញ្ហាព្រះអង្គសគត់នៅលើជើងឆ្កាងព្រះអង្គបង្ហូរព្រះលោហិតទ្រង់ហើយព្រះអង្គសគត់3ថ្ងៃហើយ3ថ្ងៃក្រោយមកព្រះអង្គមានជ័យជំនះហើយព្រះអង្គមានជ័យជំនះព្រះអង្គរស់ឡើងវិញ40ថ្ងៃជាមួយនឹងពួកសាវកផងព្រះអង្គមនុស្សរាប់រយនាក់បានឃើញទ្រង់បាននិយាយរកព្រះអង្គបានទទួលទានជាមួយនឹងទ្រង់ហើយពេលដែលព្រះអង្គយាងឡើងទៅឋានសួគ៌ព្រះអង្គថាសន្យាថានឹងយាងមកវិញទេពេលដែលព្រះអង្គយាងឡើងទៅឋានសួគ៌នោះទេវតា2អ្នកបានឈរឡើងនៅលើភ្នំដើមអូលីវថាព្រះយេស៊ូវគ្រីស្ទនឹងយាងមកតាមភាពដដែលដូច្នេះយើងរងចាំពេលដែលព្រះអង្គយាងមករងចាំនឹងនេះអញ្ចឹងសេចក្តីសង្គ្រោះអាចឲ្យយើងសម្រេចចិត្តបានមិនមែនជាសាសនាទេបងប្អូនព្រះយេស៊ូវគ្រីស្ទមិនមែនជាសាសនាទេព្រះយេស៊ូវគ្រីស្ទគឺជាទំនាក់ទំនងរវាងឪពុកហើយនឹងកូនទំនាក់ទំនងរវាងអ្នកកងវិលហើយនឹងសត្វជាមដែលអ្នកកងវិលថែទាំទំនាក់ទំនងរវាងចៅវាយហើយនឹងអ្នកបម្រើចានេះប៉ុន្តែតែសំខាន់នោះព្រះអង្គថាអ្នកឯងជាកូនស្ងួនគ្នាផងខ្ញុំចាអ្នកដែលជឿគេជូនស្ងួនគ្នាផងព្រះអង្គហើយយើងជាកូនក្រមុំព្រះពីវិវរណៈចំពុក14បាននិយាយថាពេលដែលព្រះអង្គយាងត្រឡប់មកវិញទាំងមានពួកពលទេបរិវារហែហោមគឺជាអ្នកជឿព្រះអង្គនឹងព្រះអង្គនឹងចូលមង្គលការរៀបការជាមួយនឹងពួកជំនុំផងត្រង់អញ្ចឹងពួកជំនុំព្រះអង្គអ្នកដែលជឿព្រះអង្គគឺជាពួកជំនុំផងព្រះអង្គហើយគេជាកូនក្រមុំដែលស្លៀកសំពត់សភ្លឺព្រាតចាព្រះអង្គសម្អាតយើងឲ្យបានស្អាតសុចរិតដោយសារបច្ចេស្តាទ្រង់អញ្ចឹងសេចក្តីជំនឿផងខ្ញុំមានប្រយោជន៍មានចម្លើយសំខាន់ណាស់សម្រាប់ខ្ញុំរស់នៅលោកីដែលជាបោកច្បល់មែនប៉ុន្តែចិត្តខ្ញុំអត់ជាបោកច្បល់ទេព្រោះខ្ញុំមានសេចក្តីសុខមកពីព្រះខ្ញុំរស់នៅលោកីដែលមានបញ្ហាប៉ុន្តែព្រះអង្គជាព្រះដែលជួយគំនិតអញ្ចឹងព្រះអង្គដោះស្រាយបញ្ហាគ្រប់ទាំងបញ្ហាផងខ្ញុំព្រះអង្គដោះស្រាយចាហើយព្រះអង្គគឺជាព្រះនៃសេចក្តីសុខសាន្តដែលសំខាន់យើងរស់នៅក្នុងភាពច្បោកច្បល់សប្តាហ៍ថ្ងៃនេះយើងមានព្រះដែល
ដែលជួយកំសាន្តចិត្តយើងព្រះអង្គជាព្រះនៃសេចក្តីសុខសាន្តអញ្ចឹងមិនថាបងប្អូនរស់សហរដ្ឋអាមេរិកមិនថាបងប្អូនរស់នៅយូក្រែនដែលកំពុងច្បាំងគ្នាជាមួយរុស្ស៊ីរស់នៅស្រុកខ្មែរកំពុងតែច្បាំងគ្នាជាមួយថៃរស់នៅអ៊ីស្រាអែលកំពុងតែច្បាំងគ្នាជាមួយអ៊ីរ៉ានរស់នៅប៉ាគីស្ថានជាច្បាំងជាមួយឥណ្ឌារស់នៅសូដេនដែលកាប់ស្លាប់គ្នាបងប្អូនរស់នៅកន្លែងណាក៏ដោយបើមានព្រះយេស៊ូវគ្រីស្ទមានសេចក្តីសុខសាន្តហើយមានព្រះយេស៊ូវគ្រីស្ទមានសង្ឃឹមហើយព្រោះម្ដងទៀតនៅពីអេសាយ41បាននិយាយថាអ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ានោះគេមានកម្លាំងចម្រើនឡើងហើយគេអាចហើរឡើងដូចជាសត្វឥន្ទ្រីហើយគេរត់ដោយហត់ទេអញ្ចឹងព្រលឹងវិញ្ញាណខ្ញុំនឹងហើរឡើងទៅលើចាខ្ញុំរូបកាយខ្ញុំមិនបានដើរមែនប៉ុន្តែព្រលឹងវិញ្ញាណខ្ញុំអត់ខ្វិនទេចាសូមព្រះអង្គគង់ជាមួយសូមព្រះអង្គប្រទានពរចាបាទខ្ញុំសួរបងកុងណៃបាទបងខ្ញុំឃើញជំនឿបងបាននៅចម្រើនខ្លាំងមែនតើហើយសូមបងជំរាបតាំងពីពេលបងមាន accident ហ្នឹងខ្ញុំឃើញបងដូចថាមានចិត្តដូចថាបរៀនព្រះគម្ពីរដល់បងប្អូនយើងដល់ខ្ញុំដែរខ្ញុំជាកូនសិស្សបងបាទទៅសូមបងប្រាប់ពីកន្លែងហ្នឹងតិចដែរបងបានចាពេលដែលខ្ញុំឈឺខ្លាំងហ្នឹងខ្ញុំព្រោះដោយសារខ្ញុំឈឺខាងធ្លាក់ទៅលើមកក្បាលខ្ញុំហ្នឹងវាមានគេហៅ brain hematoma វាហើមហើយពោពេញដោយឈាមហើយដូច្នេះគេអត់ហ៊ានវះកាត់ខ្ញុំទេព្រោះគេថាខ្ញុំមិនអាចរស់នៅបានទេតែដល់ក្រោយមកខ្ញុំដឹងខ្លួនឡើងវិញដឹងខ្លួនហើយបាត់មាត់ទៅវិញបាត់មាត់ទៅវិញហើយទៅពេលហ្នឹងគេយកទៅកន្លែងវះកាត់ហើយពេលទៅកន្លែងវះកាត់ហ្នឹងគ្រប់គ្នាដូចម្ដាយខ្ញុំឯងគាត់ពេលដែលខ្ញុំធ្លាក់មកខ្ញុំបាត់មាត់ប៉ុន្តែខ្ញុំនៅតែស្រែកដល់ព្រះយេស៊ូវយ៉ាងព្រោះនៅក្នុងជីវិតខ្ញុំសូមព្រះអង្គថាបើសិនជាទោះយ៉ាងណាឲ្យខ្ញុំនឹកចាំព្រះអង្គជានិច្ចហើយអរគុណដល់ព្រះអង្គព្រោះតែខ្ញុំអត់មានស្មារតីជាប់ខ្លួនទេប៉ុន្តែខ្ញុំស្រែកយកព្រះយេស៊ូវរហូតចាស្រែកព្រះយេស៊ូវហើយអរគុណដល់ព្រះអង្គប្រោសខ្ញុំឲ្យជាពេលដែលខ្ញុំទៅកន្លែងវះកាត់ហ្នឹងខ្ញុំតិចខ្លួនខ្ញុំតិចខ្លួនហើយតិចខ្លួននេះខ្ញុំស្រែកសួរព្រះអង្គថាព្រះអង្គអើយតើកូននៅកន្លែងណាហេតុអីក៏ល្ងឹតហេតុអីក៏តិចល្ងឹតម៉េះហើយតែខ្ញុំឃើញមេឃបើកចំហប្រហែលជាតែវងមូលទូចមួយអញ្ចឹងហើយទៅខ្ញុំឃើញមេឃពណ៌ខៀវហើយពពកពណ៌សបានឃើញមនុស្សម្នាក់ទូចប្រហែលដៃចង្អុលដៃខ្ញុំហើយប៉ុន្តែគាត់ហុចដៃចុះមកពេលខ្ញុំថាចំដៃអ្នកនេះអីក៏វែងសម្រាប់ពេលដែលគាត់ប៉ះខ្ញុំហើយធ្វើឲ្យខ្ញុំក្តៅខ្លួនហើយខ្ញុំបានសម្រាកទៅខ្ញុំអត់នេះទេហើយនៅពេលដែលខ្ញុំឈឺក្បាលខ្លាំងអញ្ចឹងខ្ញុំសូមព្រះអង្គថាព្រះអង្គអើយសូមព្រះអង្គជួយក្បាលនឹងឈឺហើយទៅមានមនុស្សម្នាក់ហ្នឹងប៉ុន្តែខ្ញុំអត់ឃើញទេខ្ញុំឃើញតែម្រាមដៃហើយនឹងជើងហើយប៉ះក្បាលខ្ញុំគាត់ចុចក្បាលខ្ញុំហើយ3ដងខ្ញុំសូមព្រះអង្គដល់ចុងក្រោយឈឺខ្លាំងពេកខ្ញុំថាសូមឲ្យព្រះអង្គដកយកចេញទៅចាហើយដល់ពេលហ្នឹងប្រហែលជា2អាទិត្យក្រោយមកខ្ញុំដឹងខ្លួនឡើងហើយកូនខ្ញុំវាសួរថាព្រោះគេដុកទ័រគេថាបើខ្ញុំដឹងធ្លាក់ដឹងខ្លួនឡើងវិញក៏ខ្ញុំអត់មានខួរក្បាលធម្មតាដែលខ្ញុំភ្លេចអស់ហើយព្រោះខួរក្បាលខ្ញុំវាខ្ទេចដោយសារឈាមកកនៅក្នុងខួរក្បាលហើយខ្ញុំបាក់ឆ្អឹងកកខ្ញុំបាក់ឆ្អឹងខ្នង10កន្លែងឆ្អឹងក2កន្លែងឆ្អឹងស្លាបបញ្ជាវឆ្អឹងទ្រូងខាងនេះ5ធ្លាយសួតហើយខាងនេះ3ហើយដូច្នេះមានណាសង្ឃឹមថាខ្ញុំរស់ទេប៉ុន្តែអរគុណដល់ព្រះអង្គនៅពេលដែលខ្ញុំដឹងខ្លួនឡើងកូនខ្ញុំសួរថាម៉ែចាំខ្ញុំអីខ្ញុំថាខ្ញុំចាំព្រោះកូនប្រុសសលេងកូនប្រុសហើយទៅម៉ែមានចាំគេសួរណាគេបិទគប់គាត់ឲ្យសួរមុនដែលគាត់និយាយរកខ្ញុំម៉ែមានចាំpassword ចូល bank account ឯងម្ដាយកូនខ្ញុំសួរអញ្ចឹងពេលខ្ញុំគិតខ្ញុំថាខ្ញុំចាំព្រោះពេលហ្នឹងខ្ញុំអត់ដឹងថាខ្ញុំឈឺទេខ្ញុំអត់ដឹងថាខ្ញុំធ្លាក់បាក់ខ្លួនទេព្រោះពេលមកព្រិចភ្នែកហ្នឹងដូចថាភ្លើងមួយរត់កាត់មុខខ្ញុំខ្ញុំល្ងិតមុខខ្ញុំដួលទៅប៉ុន្តែពេលខ្ញុំដេកប៉ុណ្ណឹងខ្ញុំអត់ដឹងថាខ្ញុំឈឺទេហើយដល់ពេលអញ្ចឹងដល់ពេលខ្ញុំឮកូនខ្ញុំនិយាយអញ្ចឹងខ្ញុំចាប់ផ្ដើមថាមិនបានគេសួរខ្ញុំអញ្ចឹងហើយខ្ញុំចាប់ផ្ដើមខកពីដែលខ្ញុំចាំហើយខ្ញុំរាប់ខកពីខ្ញុំខកពីអេសាយ41និងខ្ញុំខកពីទំនុកកាងជាពុ41ខ10ទៅសេថាព្រះអង្គជាព្រះជា be still and know that I'm God ថាសូមនៅស្ងៀមសិនអញជាព្រះអញ្ចឹងស្ដីសន្យាផងព្រះអង្គប្រមាណនៅក្នុងកាពីខ្ញុំរួចរាប់ហ្នឹងបានជាង10កផជាង10ខខ្ញុំថាអូខ្ញុំអត់វែងទេហើយខ្ញុំអរគុណអង្គប៉ុន្តែនៅពេលដែលខ្ញុំដេកពេទ្យហ្នឹងគេមានគ្រូវិជ្ជាបណ្ឌិតខាងចិត្តសាស្ត្រមកសួរខ្ញុំថា
ណែឯងសោកស្ដាយទេខ្ញុំសួរថាសោកស្ដាយរឿងអីគាត់ថាចុះមួយប្រព្រឹត្តភ្នែកដែលអ្វីបានដកយកពីអ្នកឯងទាំងអស់ព្រោះខ្ញុំពេលហ្នឹងខ្ញុំអត់ទាន់ដឹងថាខ្ញុំខ្វិនដែរតើប្រហែលជា2ខែក្រោយមកបានខ្ញុំដឹងខ្វិនប្រហែលជាងមក2ខែបានខ្ញុំដឹងថាខ្ញុំខ្វិនហើយខ្ញុំថាអូអត់អីទេបើព្រោះខ្ញុំមានព្រះដែលស្រឡាញ់ខ្ញុំមានព្រះដែលអាណិតមេត្តាដល់ខ្ញុំព្រះអង្គជាព្រះដែលស្រឡាញ់ខ្ញុំអញ្ចឹងខ្ញុំអត់អីទេព្រោះអ្វីដែលកន្លងបាត់ទៅវាបាត់បង់ហើយខ្ញុំមិនអាចទៀមមកវិញទេខ្ញុំត្រូវតែប្រឈមនឹងមុខទៅមុខទៀតអ្វីដែលខ្ញុំត្រូវប្រឈមមុខហើយអ្នកលោកគ្រូវិជ្ជាបណ្ឌិតវិទ្យាសាស្ត្រហ្នឹងគាត់ថាអូខ្ញុំគិតថាខ្ញុំឲ្យសវត្តសញ្ញាបត្រខ្ញុំនឹងឲ្យអ្នកឯងវិញព្រោះខ្ញុំមិនអាចខ្ញុំរៀនច្បាប់ហ្នឹង7 8ឆ្នាំខ្ញុំអត់ដែលមានចិត្តដូចអ្នកឯងអញ្ចឹងទេប៉ុន្តែខ្ញុំប្រាប់គាត់ថាដែលខ្ញុំមានចិត្តអញ្ចឹងព្រោះខ្ញុំមានព្រះនៃសេចក្តីក្តីសុខសាន្តនៅក្នុងចិត្តខ្ញុំចាព្រោះអ្វីដែលកន្លងទៅខ្ញុំមិនអាចទៀមមកវិញបានទេខ្ញុំនឹងត្រូវប្រឈមមុខអ្វីទៅមុខទៀតហើយដូច្នេះកាលដែលខ្ញុំនៅដេកពេទ្យហ្នឹងខ្ញុំមានសិទ្ធិផ្សាយដំណឹងល្អព្រោះថ្ងៃមួយហ្នឹងខ្ញុំដកដង្ហើមមករួចព្រោះនៅក្នុងសវត្តខ្ញុំបានចុះសរសេរថាខ្ញុំគេមិនអាចវះកកខ្ញុំដាក់សយោចូលដើម្បីឲ្យខ្ញុំរស់បានទេគេមិនអាចបញ្ចុកខ្ញុំឲ្យចំអែតឲ្យខ្ញុំរស់បានទេព្រោះហើយអញ្ចឹងគេត្រូវបញ្ចូលដោយសារសួតខ្ញុំអាខាងស្ដាំវាធ្លាយអាខាងឆ្វេងខ្ញុំដេកនៅពេទ្យទៅវាមានទឹកហើយអញ្ចឹងខ្ញុំដកដង្ហើមមករួចអញ្ចឹងពេល2ម៉ោងគេដាក់ខ្យល់បញ្ចូលតាមច្រមុះតាមមាត់ខ្ញុំ1ម៉ោងហើយពេលដែលខ្ញុំស្លាប់ហ្នឹងអត់អីទេប៉ុន្តែដល់ពេលខ្ញុំដឹងខ្លួនឡើងវិញធ្វើឲ្យខ្ញុំពិបាកលាកច្រមុះលាកមាត់លាកពងកអញ្ចឹងខ្ញុំប្រាប់ដុកទ័រថាសូមប្រឈប់ទៅកុំឲ្យធ្វើឲ្យខ្ញុំបានសង្ងំគេងមួយយប់ហ្នឹងតែឲ្យខ្ញុំស្ងាត់ស្ងៀមព្រោះខ្ញុំឈឺក្បាលខ្ញុំប្រាប់គាត់អញ្ចឹងហើយខ្ញុំប្រាប់គេថាកុំឲ្យដាក់ថ្នាំឲ្យខ្ញុំរស់ហើយពេលដែលខ្ញុំក្រោកអង្គុយអញ្ចឹងគេអត់ដាក់សុកស៊ីហ្សែនឲ្យខ្ញុំទេគេខ្ញុំពេលណាខ្ញុំសង្ងំដេករៀងលាវអញ្ចឹងណាបេះដូងខ្ញុំវាចុះតែអាម៉ាស៊ីនវាពីពេលខ្ញុំក្រោកឡើងខ្ញុំខំដកដង្ហើមខ្ញុំដកដង្ហើមអញ្ចឹងទៅខ្ញុំសង្ងំគេអាម៉ាស៊ីននឹងវាបើកអញ្ចឹងដល់ព្រលឹមឡើងព្រោះម៉ោង6ដោយសារសួតខ្ញុំទាំងពីរវាខំប្រម៉ាយវាភាសាខ្មែរថាវាអត់ជួយឲ្យខ្ញុំដកដង្ហើមចិញ្ចឹមឈាមនៅក្នុងខ្លួនខ្ញុំបានចាដល់អញ្ចឹងទៅស្រាប់តែព្រលឹមឡើងគេមកថត X-ray ហើយដុកទ័រមកដល់ម៉ោង7គាត់ថាហាអ្នកឯងនៅរស់ហើយសួតអ្នកឯងល្អមែនតើហេតុអីនៅពេលយប់នោះខ្ញុំសុំព្រះអង្គថាព្រះអង្គអើយសូមព្រះអង្គឲ្យសួតខ្ញុំពីថ្មីមកវិញចាសួតថ្មីមកវិញហើយខ្ញុំអាចដកដង្ហើមបានហើយពេលណាដែលខ្ញុំដកដង្ហើមអត់រួចព្រោះខ្ញុំអត់អាចអង្គុយខ្ញុំចូលខំប្រឹងហើយខ្ញុំអាចលើកខ្លួនឯងបានពីមុនខ្ញុំមិនអាចលើកខ្លួនឯងបានទេពេលណាខ្ញុំបាក់ដកដង្ហើមខ្ញុំច្រៀង4 10ចម្រៀងទៅខ្ញុំដកដង្ហើមបានធម្មតាចាទី1ខ្ញុំអាចលេបថ្នាំឈឺចុកចាប់បានដោយសារលេបថ្នាំឈឺចុកចាប់ធ្វើឲ្យខ្ញុំក្តៀនហើយពេលដែលខ្ញុំក្តៀនខ្ញុំធ្លាក់ឈាមអញ្ចឹងខ្ញុំយើងញ៉ាំថ្នាំឲ្យទុនលមួកហ្នឹងមួយថ្ងៃមួយគ្រាប់$20ជាងចាប៉ុន្តែនេះជាពពើផងព្រះអង្គដែលព្រះអង្គជួយបន្ទាប់មកពេលទៅអូនសមាលីព្រោះពីមុនដែលខ្ញុំឈឺហ្នឹងខ្ញុំបង្រៀនពួកជំនុំហើយបន្ទាប់មកអូនសមាលីគាត់ថាសូមឲ្យជួយគាត់ហើយខ្ញុំគិតថាប្រហែលជាខ្ញុំមិនអាចជួយគាត់បានទេព្រោះខ្ញុំម្លាយរវល់បង្រៀននុបហើយនឹងខនបញ្ចប់ TE ចាដើម្បីគាត់ graduate គាត់បានរៀនចប់អរគុណព្រះអង្គគាត់ចប់ TE ហើយហ្នឹងជាការមួយដែលខ្ញុំព្រះអង្គឲ្យកម្លាំងខ្ញុំដែរព្រោះខ្ញុំមិនអាចអង្គុយបានយូរកាលខ្ញុំដេកនៅលើគ្រែខ្ញុំបរៀនគាត់តាមអនឡាញចាគាត់មកផ្ទះអញ្ចឹងទៅចាអរគុណដល់ព្រះអង្គហើយមួយទៀតដោយសារបងប្អូនស្នើសុំឲ្យជួយបង្រៀនហើយពេលដែល COVID ហ្នឹងយើងឃើញថា COVID ហ្នឹងអត់មានអ្នកណាអាចមើលខ្ញុំបានទេប៉ុន្តែអត់មានបងប្អូនណាអាចទៅចិត្តបានព្រោះ COVID ប៉ុន្តែព្រះបានផ្ញើអ្នកដែលគេស្រឡាញ់ខ្ញុំដុកទ័រនឺសគេថែទាំខ្ញុំល្អត្រឹមត្រូវហើយជាពពើដោយសារខ្ញុំធ្លាប់ធ្វើជាគ្រូពេទ្យ32ឆ្នាំខ្ញុំតែងតែសូមព្រះអង្គថាអ្វីដែលខ្ញុំធ្វើថ្ងៃណាមួយក្រុមគ្រួសារខ្ញុំម្ដាយខ្ញុំបងប្អូនខ្ញុំមិនអាចគិតថាខ្លួនឯងទេថានឹងត្រូវការនឹងមានអ្នកដែលល្អគេមកថែទាំខ្ញុំអញ្ចឹងអរគុណព្រះអង្គដោយសារព្រះអង្គស្រឡាញ់ខ្ញុំហើយផ្ញើអ្នកល្អមកមើលខ្ញុំរាល់ដងពេលខ្ញុំរៀបឈឺទៅពេទ្យហ្នឹងគេថាអូនៅ1ម៉ោងទៀតឯងងាប់ហើយអ្នកឯងគ្រុនតិចតួចឯងត្រូវតែមកភ្លាមមកពេទ្យភ្លាមព្រោះពេលណាខ្ញុំគ្រុនទៅអាឈាមថាប់អាឈាមមេរោគហ្នឹងវាចូលក្នុងបេះដូងដល់បេះដូងខ្ញុំចង់ឈប់ដើរចាប៉ុន្តែអរគុណដល់ព្រះអង្គដែលព្រះអង្គឲ្យខ្ញុំរស់នៅសប្តាហ៍ថ្ងៃខ្ញុំ
ประกอบជាមួយនឹងពួកជំនុំពួកដុកទ័រដែលខ្ញុំចេញទៅធ្វើបេសកកម្មមួយគេពីមុនហ្នឹងគេមកអធិដ្ឋានថ្ងៃច័ន្ទម៉ោង5ដល់ម៉ោង6:45ហើយថ្ងៃពហុថ្ងៃពហុយប់ថ្ងៃសុក្រយប់ខ្ញុំបរៀនពីក្រុម2ថ្នាក់ហើយនឹងថ្ងៃសុក្រព្រឹករៀនមួយក្រុមហើយនឹងថ្ងៃអាទិត្យដែលពួកជំនុំមកខ្ញុំពីច្រើនខ្ញុំឲ្យកូនក្មេងនឹងវាបង្រៀនហើយខ្ញុំបកប្រែវិញចាហើយនឹងខ្ញុំប្រកបជាមួយនឹងពួកជំនុំនៅខាងកើតពេលព្រឹកមុនដែលខ្ញុំទៅហែលទឹកហ្នឹងខ្ញុំចូលទៅជួយព្រះទូលព្រះអង្គបន្តិចទៅខ្ញុំអធិដ្ឋានមួយគេទៅចានោះជាការងារឲ្យពួកបងប្អូនអ៊ំគាត់ចេះថាអូកាលពីមុនគាត់រវល់គាត់ធ្វើដំណើរទៅប្រទេសផ្សេងយើងអត់មានពេលរៀនជាមួយគាត់ទេប៉ុន្តែនេះគេរាប់ថាជាពពើសម្រាប់គេវិញចាជាពពើដែលខ្ញុំបានរៀនជាមួយអ៊ុនសេតឯងយើងអត់ស្គាល់គ្នាប៉ុន្តែដោយសារក្រុមហ្នឹងបានស្គាល់ហើយពេលល្ងាចថ្ងៃពុធហ្នឹងយើងថ្ងៃភ័ស្តុហ្នឹងយើងមានគ្នាច្រើនមានអ្នកស្រុកខ្មែរគេរៀនជាមួយយើងដែរយើងមានគ្នាជាង20នាក់16 10ទៅ20នាក់ជាងថ្ងៃសុក្រមានថាពី11ទៅ15នាក់ប៉ុណ្្នឹងឯងប៉ុន្តែថ្ងៃសុក្រព្រឹកមានច្រើនអូនស្មាលីថាចំកាលជាង30នាក់ដែលចូលនេះជាពពើផងព្រះអង្គយើងខ្ញុំមិនអ្វីដែលខ្ញុំធ្វើគឺជាព្រះដែលឲ្យខ្ញុំធ្វើថ្វាយសេរីល្អដល់ព្រះអង្គដែលព្រះអង្គឲ្យខ្ញុំនៅតែមានខួរក្បាលចងចាំបន្ទាប់ពីបែកខួរក្បាលអាយ៉ះស្បែកសួរម្ដាយខ្ញុំអាយ៉ះតាំងពីនេះរហូតដល់ខាងក្រោយ80%ដុកទ័រគ្រាន់ឮថាអាយ៉ះក្បាលអញ្ចឹងព្រោះមួយឈាម1/3ទៅចិញ្ចឹមខួរក្បាលគេថាខ្ញុំ13នាទីដែលធ្វើដំណើរទៅពេទ្យហ្នឹងខ្ញុំនឹងស្លាប់ហើយដោយសារឈាមប៉ុន្តែអត់មានឈាមមតនៈសោះចាដូចខ្ញុំគិតថាព្រះអង្គថែរក្សាការពារខ្ញុំឲ្យខ្ញុំដែលនេះហើយសំខាន់បំផុតហ្នឹងគឺការដែលបាក់ចាំងខ្នងហ្នឹង2ឆ្នាំមុនហ្នឹងខ្ញុំជួលគេឲ្យដាក់ខ្ញុំក្នុងទឹកឥឡូវនេះខ្ញុំអាចហែលទឹកខ្លួនឯងបានចាខ្ញុំហែលលឿនទៀតខ្ញុំហែល1ម៉ោងខ្ញុំហែលបាន1ម៉ាយចាហើយអត់ហត់ដូចគេអ្នកដែលគេហែលដល់4-10ជុំហ្នឹងគេហត់ហើយចាហើយគាត់គេចេះសួរថាណែឆ្លោះហែលអូឡ িম্প ពិកអីខ្ញុំថាមិនមែនទេចាខ្ញុំថាព្រះឲ្យកម្លាំងខ្ញុំអញ្ចឹងរាល់ថ្ងៃពេលខ្ញុំទៅហែលទឹកហ្នឹងគេពេលខ្ញុំគេឃើញខ្ញុំជូតក្បាលដុសក្បាលខ្លួនឯងគេថាចង់ឲ្យជួយខ្ញុំថាអូអត់បាក់ជួយទេខ្ញុំថាខ្ញុំអាចធ្វើបានខ្ញុំអរគុណគេខ្ញុំអរគុណព្រះអង្គដែលឲ្យខ្ញុំអាចធ្វើបានហើយចានឹងឯងជាលក្ខណៈមួយសង្ឃឹមថាឆ្លើយនឹងសំណួរលោកសេតចាបាទអរគុណបងច្រើនអរគុណបាទធ្វើទីបន្ទាល់បាទអរគុណឃើញបងចេះជួលមែនតើបាទសូមព្រះអង្គទានពរអ្នកបងចាព្រះអង្គទានពរចាព្រះអង្គទានពរ